ដែលកាត់ហេតុរវាងភាគីកម្ពុជានិងភាគីថៃភាគីថៃតែងតែបង្កសកម្មភាពបំពានទាំងកម្រោលតែម្ដងនេះគឺជាសកម្មភាពរបស់ទាហានថៃបានរាយបន្លាលួសទាំងបំពាននៅតំបន់បោះស្បូវជាំតែនឹងបានរំលោភសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរហើយជាសកម្មភាពកើតឡើងដដែលរបស់ទាហានថៃមកលើទឹកដីកម្ពុជាសកម្មភាពនេះបានកើតឡើងកាលពីថ្ងៃទី4ខែមេសាឆ្នាំ2026នេះជាសកម្មភាពរបស់ទាហានថៃបានរាយបន្លាលួសទាំងបំពេញនៅតំបន់បោះស្បូវចំតែនឹងបានរំលោភសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរហើយជាសកម្មភាពកើតឡើងដដែលរបស់ទាហានថៃមកលើទឹកដីកម្ពុជាសកម្មភាពនេះបានកើតឡើងកាលពីថ្ងៃទី4ខែមេសាឆ្នាំ2026ក្រៅពីរាយបន្លាលួសប្រវែង100ម៉ែត្រទាហានថៃបានពង្រាយរថពាសដែកនៅតំបន់ខាងលើផងដែរនឹងបានបន្តឈូសឆាយនៅតំបន់ក្បែរតំបន់ប្រាសាទព្រះវិហារភាគខាងជើងនៃវត្តកែវសខាគិរីស្វារៈទៀតផងជាមួយសកម្មភាពបំពានដដែលរបស់ទាហានថៃខាងលើនេះនៅថ្ងៃទី5ខែមេសាឆ្នាំ2026នេះកម្ពុជាបានធ្វើការតវ៉ាយ៉ាងដាច់អហង្ការកម្ពុជាមិនទទួលស្គាល់នៅបន្ទាត់ព្រំដែនឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេហើយសង្កត់ធ្ងន់ថាសកម្មភាពថ្មីនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយរាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពខុសច្បាប់ទាំងនេះបញ្ឈប់ការប្រព្រឹត្តរាល់សកម្មភាពឯកតោភាគីផ្សេងនឹងត្រូវធ្វើសកម្មភាពបន្ថយភាពតានតឹងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកព្រមទាំងថែរក្សាសន្តិភាពនិងភាពជាអ្នកជិតខាងល្អនៅតាមបណ្ដោយព្រំដែនកម្ពុជាគោរពយ៉ាងមុតមមនៅជំហរជាគោលការណ៍ថាបន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងនោះទេនិងសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តឥតងាករេក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃតាមរយៈនយោបាយតាមរយៈមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីនានាថ្មីនេះក្រសួងការបរទេសក៏បានបង្ហោះសេចក្តីប្រកាសព័ត៌មាននៅលើគណនី Facebook ផ្លូវការកម្ពុជាតវ៉ាដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្ដោយព្រំដែនរាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃចំពោះសកម្មភាពខុសច្បាប់និងកាត់ឡើងដដែលរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់ដែលកាន់កាប់ដោយខុសច្បាប់ក្នុងឃុំស្រអែមស្រុកជាំខ្សានខេត្តព្រះវិហារនៅថ្ងៃទី4ខែមេសាឆ្នាំ2026កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារភាគខាងជើងនៃវត្តកែវសខាគិរីស្វារៈកងទ័ពថៃក៏រាយបន្លាលួសបន្ថែមប្រវែងប្រមាណ100ម៉ែត្រនិងដាក់ពង្រាយរថពាសដែកនៅតំបន់បោះស្បូវចំតែផងដែរសកម្មភាពទាំងនេះមិនមែនជាការការពារខ្លួនទេហើយក៏មិនស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មការព្រំដែនទូទៅ GBC នៅថ្ងៃទី27ខែធ្នូឆ្នាំ2025នោះដែររាជរដ្ឋាភិបាលកម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការ
ចំពោះការប៉ុនប៉ងណាមួយក្នុងការធ្វើឲ្យខូចស្ថានភាពនិងបង្កើតការកាន់កាប់លើដីជាក់ស្ដែងនិងសូមតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពទាំងឡាយដែលរំលោភអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាក្រោមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907សកម្មភាពទាំងនោះក៏ផ្ទុយនឹងវិធានការបន្ថយភាពតានតឹងដែលមានចែងក្នុងសេចក្តីប្រកាសរួមរបស់គណៈកម្មការព្រំដែនទូទៅចុះនៅថ្ងៃទី27ខែធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរផងដែរកម្ពុជាមិនទទួលស្គាល់នៅបន្ទាត់ព្រំដែនឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេហើយសង្កត់ធ្ងន់ថាសកម្មភាពថ្មីនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយរាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពខុសច្បាប់ទាំងនេះបញ្ឈប់ការប្រព្រឹត្តរាល់សកម្មភាពឯកតោភាគីផ្សេងនិងត្រូវធ្វើសកម្មភាពបន្ថយភាពតានតឹងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកព្រមទាំងថែរក្សាសន្តិភាពនិងភាពជាអ្នកជិតខាងល្អនៅតាមបណ្ដោយព្រំដែនកម្ពុជាគោរពយ៉ាងមុតមមនៅជំហរជាគោលការណ៍ថាបន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងនោះទេនិងសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តឥតងាករេក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃតាមរយៈមធ្យោបាយសន្តិភាពស្របតាមអន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីនានានេះជាហេតុការណ៍ថ្មីដែលខ្ញុំសូមធ្វើការអាប់ដេតជូនបងប្អូនទាំងអស់គ្នាប៉ុណ្នេះហើយក៏មានបងប្អូនរបស់យើងខមមិនជាច្រើនព្រួយបារម្ភពីបញ្ហានេះខ្លាចក្រែងមានការប៉ះពាល់គ្នានៅជុំទី3បងប្អូនរបស់យើងគាត់ខមមិនបែបនេះនៅក្នុងខមមិនខាងក្រោមតើបងប្អូនទាំងអស់គ្នាវិញយល់យ៉ាងណាជាមួយនឹងព័ត៌មានមួយនេះដែលភាគីខាងថៃតែងតែបង្កការឈឺក្បាលក៏ដូចជាបង្កជាមួយនឹងសកម្មភាពខុសច្បាប់ដែលកើតឡើងដដែលជាបន្តបន្ទាប់សូមបងប្អូនធ្វើការខមមិននៅខាងក្រោមវីដេអូម្នាក់មួយ